មនុស្សភាគច្រើនរងចាំឱកាសឲ្យមកដល់ប៉ុន្តែអ្នកជោគជ័យគឺជាអ្នកបង្កើតឱកាសដោយការចាប់ផ្ដើមតាំងពីព្រលឹមនៅក្នុងសៀវភៅ DeFi AM Club លោក Robin Sharma បានបង្ហាញថាមនុស្សជាច្រើនយល់ថាការក្រោកពីព្រលឹមគឺជាការធ្វើទារុណកម្មខ្លួនឯងប៉ុន្តែសម្រាប់បុគ្គលជោគជ័យវាគឺជាម៉ោងនៃជ័យជំនះនៅពេលដែលពិភពលោកទាំងមូលកំពុងលង់លក់អ្នកមានឱកាសប្រើប្រាស់ពេលវេលាដែលស្ងប់ស្ងាត់បំផុតដើម្បីសាងសង់ខ្លួនឯងរូបមន្ត2020ឱកាសនៅម៉ោង5ព្រឹកមានអ្វីខ្លះឱកាសពង្រឹងរាងកាយការបញ្ចេញញើសដើម្បីដាស់ខួរក្បាលនៅពេលអ្នកហាត់ប្រាណខ្លាំងរហូតចេញញើសនៅពេលព្រឹករាងកាយនឹងបញ្ចេញសារធាតុ BDNF ដែលជួយជួសជុលកោសិកាខួរក្បាលនិងកាត់បន្ថយសារធាតុ cortisol ហូម៉ូន stress អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយមានថាមពលពេញមួយថ្ងៃនិងលែងមានអារម្មណ៍មួយគេងឱកាសរៀបចំចិត្តសេចក្ដីគិតដើម្បីភាពច្បាស់លាស់ភាពស្ងប់ស្ងាត់នៅម៉ោង5ព្រឹកគឺជាមហាអំណាចការសរសេរកំណត់ហេតុឬសមាធិជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់និងមិនវង្វេងក្នុងភាពវឹកវរនៃជីវិតអ្នកនឹងមានចក្ខុវិស័យគូច្បាស់លាស់សម្រាប់ថ្ងៃនេះអ្នកដឹងថាអ្វីដែលត្រូវធ្វើមុននិងអ្វីដែលត្រូវធ្វើក្រោយឱកាសអភិវឌ្ឍខួរក្បាលអភិវឌ្ឍសមត្ថភាពឲ្យលើសពីគូប្រជែងមនុស្សជោគជ័យគឺជាអ្នករៀនសូត្រអស់មួយជីវិតប្រសិនបើអ្នកចំណាយពេល20នាទីរៀងរាល់ព្រឹកដើម្បីអានសៀវភៅឬស្ដាប់មេរៀនថ្មីក្នុងមួយឆ្នាំអ្នកនឹងមានចំណេះដឹងលើសអ្នកដទៃរាប់រយម៉ោងលទ្ធផលជំនាញរបស់អ្នកនឹងកើនឡើងដែលនាំទៅរកឱកាសរកចំណូលបានកាន់តែច្រើនការកសាងអាណាចក្រផ្ទៃក្នុងទាំង4សៀវភៅនេះសង្កត់ធ្ងន់ថាភាពមានបានខាងក្រៅត្រូវចាប់ផ្ដើមពីភាពរឹងមាំខាងក្នុងចិត្តគំនិតកុំឲ្យចិត្តគំនិតពោពេញដោយភាពភ័យខ្លាចឬការរអ៊ូរទាំអារម្មណ៍ចេះដឹងគុណនិងលះបង់ការខឹងស្អប់ដើម្បីឲ្យអារម្មណ៍ស្រឡះល្អសុខភាពបើគ្មានសុខភាពអ្នកក៏គ្មានកម្លាំងទៅដេញតាមក្តីសុបិនដែរវិញ្ញាណការស្វែងរកភាពស្ងប់សុខពិតប្រាកដនិងតម្លៃដែលអ្នកចង់បន្សល់ទុកក្នុងโลกនេះការចងចាំកុំចាំរហូតដល់មានឱកាសល្អទើបចាប់ផ្ដើមប៉ុន្តែត្រូវក្រោកមកបង្កើតឱកាសដោយខ្លួនឯងនៅរៀងរាល់ព្រឹកប្រសិនបើអ្នកចង់បានលទ្ធផលដែលមនុស្សត្រឹមតែ 5% ទទួលបានអ្នកត្រូវតែហ៊ានធ្វើអ្វីដែលមនុស្ស 95% មិនព្រមធ្វើ